អូខេជំរាបសួរថ្មីម្ដងទៀតមកកាន់ Channel បងខីហើយថ្ងៃនេះខ្ញុំមានវីដេអូមួយនិយាយអំពីរបៀបក្នុងការទៅយក ID ID ហ្នឹង ID យកមកធ្វើអីអញ្ចឹងសម្រាប់អ្នកដែលធ្វើខាងផ្នែក Social Marketing ឬក៏អ្នកដែលធ្វើផ្នែកខាង Online អ្នកលក់ Online ណាគាត់ត្រូវការចាប់ឲ្យចំអតិថិជនគោលដៅថារបស់គាត់ជាអ្នកណាចឹងដើម្បីឲ្យងាយស្រួលក្នុងការចាប់អតិថិជនគោលដៅរបស់គាត់ឧទាហរណ៍ថាយើងទៅយក ID របស់គាត់ឧទាហរណ៍គាត់មានការផុសអីមួយអញ្ចឹងយើងទៅយក ID របស់គាត់ថាគាត់ហ្នឹងគឺជាមនុស្សដែលចូលចិត្តចុច like លើអីមួយគឺយើងយកអាហ្នឹងចំគោលដៅតែម្ដងឧទាហរណ៍ខ្ញុំមានpage នេះមួយ page នេះដូចជា TikTok របស់ឥណ្ឌូនេស៊ីអញ្ចឹងខ្ញុំចង់ដឹងថាតើអ្នកលេងចូលចិត្តមើលវីដេអូហើយក៏ fan ដែលជាជនជាតិឥណ្ឌូនេស៊ីហ្នឹងមានប្រមាណអ្នកហើយពួកគាត់ហ្នឹងគាត់សកម្មនៅក្នុង Facebook អញ្ចឹងណាអញ្ចឹងដើម្បីងាយស្រួលការយក ID របស់គាត់មក scan យកអញ្ចឹងយើងមាន tool ដែល tool នេះតើយើងចំណាយលុយទិញដែរណាតើយើងទិញគឺយើងយក tool ដើម្បី scan យក ID របស់ពួកគេហ្នឹងអូខេឥឡូវយើងមាននេះគឺវីដេអូរបស់ពួកគាត់ហើយយើងមើលវីដេអូណាដែលមានចំនួន like ច្រើនណាយើងយកមក scan តែម្ដងអូខេអ៊ីនធឺណិត slow យើងមកលើនេះសិនខ្ញុំ scroll មើលមិញដែរអូណាវីដេអូនេះវាដូចជា 2K ណា 2.7K អញ្ចឹងយើងដើម្បីយក ID របស់ពួកគេហ្នឹងយើងគ្រាន់តែ click នៅលើវីដេអូហ្នឹងចាំបន្តិចសិននេះវីដេអូពួកគេហ្នឹងអូខេខ្ញុំបិទសលេងនេះសិនកុំឲ្យវាផ្អើលគេផ្អើលឯងទេអញ្ចឹងប៉ុណ្ណឹងហើយយើងមកដល់កន្លែងនេះយើង ID នេះយើងមក copy ID ខាងលើហ្នឹងយើងចុចលើវីដេអូឲ្យដំណើរការដើរហើយតមកយើងទៅ copy ID ហ្នឹងឬក៏ម្យ៉ាងមួយទៀតយើងអាចកន្លែងពាក្យ share នៅពេលកន្លែងពាក្យ share វាមានពាក្យថា copy link អញ្ចឹងយើងមកបើកអា notepad របស់យើងមកបើសិនបើយើងខ្ជិលបើកវីដេអូដើរនេះlink វានៅខាងលើនៅខាងក្រោមគឺដូចគ្នាណាអា link វីដេអូហ្នឹងណាយើង copy អា link ខាងលើក៏បានហើយយើង copy អា link ខាងក្រោមក៏បានដែរ copy តែ ID ឯណាយើង copy ID ហ្នឹងមកអូខេខ្ញុំអត់តាន់ copy ខ្ញុំត្រូវការ scan ឲ្យបានច្រើនតិចអញ្ចឹងខ្ញុំយក ID តែប៉ុណ្្នឹងទេអូខេខ្ញុំយក ID ប៉ុណ្ណេះតោះមកខ្ញុំទៅយក ID វីដេអូនៅក្នុងហ្នឹងផ្សេងទៀតឬក៏នេះគេនៅខាងក្រោមនេះក៏បានដែរមានគេអូខេនេះលើទៅនៃវីដេអូនេះវាមានប្រមាណអញ្ចឹងយើងចុចពាក្យ share នៅកន្លែងពាក្យ share យើងយកពាក្យថា copy link តើមកយើងមកផាសកន្លែងនេះមកហើយយើង select យកតែអានេះលុបចោលយើងយក ID 12ឥឡូវខ្ញុំតេស្ត ID 12ហ្នឹងសិនតើចំនួនអ្នក like ពិតប្រាកដមានប៉ុន្មាន ID ណាខ្ញុំ copy តែមកនៅក្នុង tool នេះសម្រាប់ឲ្យយើងទិញណាយើងទិញមកយើងយក tool ហ្នឹងមក scan អូខេអញ្ចឹងខ្ញុំ click លើ tool លើឈ្មោះហ្នឹងមកតមក mouse ស្ដាំយកពាក្យថា get ID នេះមួយណានេះមិនចាំតិចសិន backup friend get ID profile អូខេ find ID មួយណា auto get ID អាហ្នឹងដើរចេះវែងខ្លួនឯងខានប្រើយូរអញ្ចឹងយើងមកចូលកន្លែងget ID យើងមកចូលកន្លែងពាក្យ get ID ហ្នឹងមកនៅក្នុងនេះវាមាន3 option ហ្នឹងបានន័យថាទី1 ID profile ហ្នឹងបានន័យយើងគ្រាន់តែយកតែ ID profile របស់យើងតែមួយយើងផាសហ្នឹងទៅគឺវានឹងទាញ friend របស់យើងមានប៉ុន្មានហ្នឹងគឺវាទាញ ID ហ្នឹងនេះទី2 ID profile group post យើងបានន័យថាបើសិនបើ group ហ្នឹងគាត់ post អីមួយយើងយកតែ ID ហ្នឹងមក ID ដែលខ្ញុំប្រាប់ដូចកាត់វីដេអូដែលមានគេ post អញ្ចឹងយើងអាចយកអាហ្នឹងមក copy ID គឺយើងទាញអ្នកដែល like ទាំងអស់គឺយកមកទី3លើ page នេះអា page ដែលយើងដាក់មិញហ្នឹងវីដេអូមិញហ្នឹង page post យើងយកវីដេអូ page ហ្នឹងមកយើងទាញយកមកតែម្ដងអូខេតោះមកយើងផាសអាពីរហ្នឹងចូលមកហើយតោះមកយើងអាចនេះកន្លែង create
full info ID ផងនោះបានន័យថាបើសិនបើយើងពលា full info គឺមាន account មានឈ្មោះមាន page នៃខែចាំកណ្ដាលរបស់ពួកគេនោះគឺទាញមកតែម្ដងអូខេតោះមកយើងគ្រីសប៉ុណ្ណឹងហើយយើងយកពាក្យថា start get ពេល start get គឺវានឹងទាញណាទាញpage page ប្រុស page ស្រី page អីតាមហ្នឹងដែលយើងមានណាដែលយើងដែលពួកគេបានចុច like ហ្នឹងតោះមកគឺវានឹង count total ID នៅកន្លែងនេះហើយ tool នេះដល់ពេលដែលវា start វា find វាហៅចំនួនហ្នឹងចប់អស់ហើយគឺវានឹង load អាកន្លែងនេះ start ហ្នឹងគឺចេញសញ្ញាពណ៌សអញ្ចឹងវិញណាហើយវាអត់មានពាក្យថា finish ទេវាដាក់នៅកន្លែងនេះវា load ធម្មតាវិញហ្មងហើយអាកន្លែងនេះថ្ងៃខែឆ្នាំកំណើតហេតុអីបានកត់ឃើញអ្នកផ្សេងអត់ឃើញដោយសារតែគេហៅថា privacy របស់សម័យខ្លួនទៅថាថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំក្នុង Facebook ខ្ញុំដាក់ឲ្យតែឃើញថ្ងៃទេគឺអត់ឃើញអញ្ចឹងគេហៅហ្នឹងហាយអញ្ចឹងវាចាប់អាណាដែលវាបង្ហាញហ្នឹងគឺវាចាប់អាណាដែលអត់បង្ហាញគឺវាអត់បង្ហាញមកឲ្យទេអាស្រ័យទៅលើសម័យខ្លួនដែលគេកំណត់ណាយើងរងចាំតិចតើចាំមើល ID 2នេះវាចាប់បានប្រហែលID ដែលគេចុច like អូខេអញ្ចឹង scan ចប់បាន2000អញ្ចឹង friend ID ទាំងអស់បាន2000ណាអញ្ចឹងមានអ្នកខ្លះបង្ហាញ ID បង្ហាញថ្ងៃខែកណ្ដាលអ្នកខ្លះមានទេដោយសារពួកគាត់ហាយអញ្ចឹងណាហើយយើងបាន2000 ID ហើយយើងយកធ្វើអីធ្វើទៅតែភាគច្រើនគឺភេទស្អីច្រើនណាវីដេអូនេះគឺស្រីច្រើនអញ្ចឹងអ្នកធ្វើ online គាត់ចង់ទៅធ្វើទៅបាន ID ប៉ុណ្ណឹងហើយយកទៅ scan group ឬក៏ទៅ add friend ឬយើងធ្វើអីផ្សេងតាមដែលយើងអាចមានលទ្ធភាពរបស់យើងណាអូខេអញ្ចឹងដើម្បីបាន ID យើងចុចពាក្យ save ទៅតែខ្ញុំទៅមើលនៅក្នុង ID ហ្នឹងកុំឲ្យ save ទៅជន់ស្ទួនគ្នាខ្ញុំទៅលុបនេះចោលមួយសិនអូខេអញ្ចឹងប៉ុណ្្នឹងហើយខ្ញុំចុចពាក្យថា save យ៉ាត់ច្រឡំចុចពាក្យ clear តែ clear អាហ្នឹងគឺលុបទិន្នន័យចោលទាំងអស់មកអញ្ចឹង2000វាគួរសមដែរគេវា export បានសាក់សៀងអញ្ចឹងយើងមកមើលនេះវានៅក្នុងពាក្យថា get ID profile ពេលបាន ID ប៉ុណ្ណឹងហើយយើងទៅធ្វើអីគេអាស្រ័យខ្លួនយើងណាហើយយើង copy ចេញមកអូខេនេះ copy ចេញម្ដងនៅនេះហើយយើងពលាវាទៅហើយយ៉ានេះវែងប្រហែលឈ្មោះស្អីគេទេវាច្រើនហើយដោយអារ៉ាប់ហ្នឹងមិនទៅព្រោះឈ្មោះពួកគាត់វែងអញ្ចឹងតាមខ្ញុំចំណាំដោយសារតែមាននេះអាកន្លែងឈ្មោះនេះវែងពេកដល់ណាទៀតដែរនេះឈ្មោះនេះឲ្យតែឈ្មោះអារ៉ាប់និយាយទៅឈ្មោះពួកហ្នឹងវែងណាស់បលែងនឹងស្រួលហ្នឹងគឺមក tab បលែងហ្នឹងគឺពេញឈ្មោះពួកគេហ្នឹងឲ្យតែពួកគេហ្នឹងគឺអក្សរវានៅខាងដើមខាងស្នាមដៃនេះដល់ពេលយើងចុចពលាមកគឺប៉ុណ្ណាណៃហ្នឹងហើយកន្លែង ID នេះអ្នកខ្លះគាត់មិនដឹងជា ID ហ្នឹងយកមកមិនបើវាចេញបូកអញ្ចឹងនៅខាងលើមានតែពេល copy មកបូកតែអញ្ចឹងវាមានពីរវិធីសាស្ត្រពីរជំរើសណាជំរើសទី1យើងចូលមកកន្លែងពាក្យ home យើងមកយើងកន្លែងពាក្យ general របស់យើងណាយើង general ហើយយកពាក្យថា more number format មកហ្នឹងជំរើសទី1ហើយយកពាក្យ custom ហើយយើងវាយលេខ0មកវាយលេខ0ទៅគឺវានឹងពលាឲ្យឯងជំរើសទី2យើងចូលមកក្នុងពាក្យថា data តែកុំព្យូទ័រខ្លះមានកុំព្យូទ័រខ្លះអត់ទេតែយើងនឹងបញ្យល់ពេលក្រោយតែសម្រាប់នៅកុំព្យូទ័រដែលមានទិន្នន័យហ្នឹងណាដែលមានហ្នឹងយើងចូលមកក្នុងពាក្យថា data យកពាក្យថា text to column អូខេ text to column ហើយយើងចូលពាក្យ next ចុច next មួយទៀតតោះមកយើងយកពាក្យ text នេះតប text ហើយយើងយកពាក្យ finish គឺវាបានប៉ុណ្ណេះដូចគ្នាណាហើយយើងយក ID ហ្នឹងទៅ join group វា find ឲ្យ group អីផ្សេងបានព្រោះយើងមកចប់អញ្ចឹងគ្រាន់តែវីដេអូនេះគឺនិយាយអំពីរបៀបក្នុងការទៅយក ID អ្នកដែលចុច like នៅក្នុង page ហើយ group ដូចគ្នាណាយើងគ្រាន់តែ group បើសិនមានវីដេអូយើងចូលទៅយក ID វីដេអូហ្នឹងមកវាទាញចំនួនអ្នកដែលចុច like ហើយសម្រាប់ជារូបភាពបើសិនបើគេផុសជារូបភាពនៅក្នុងpage ឬក្នុង group រូបភាពណាដែលមានគេចុច like ច្រើនយើងអាចទៅយក ID របស់គេបានហើយយើង scroll ឧទាហរណ៍ថាមានរូបម្នាក់មួយនេះចុះឧទាហរណ៍ខ្ញុំចុច click នៅលើរូបហ្នឹងហើយនេះនៅខាងលើនេះឃើញពាក្យថា ID ហ្នឹងណា
យើងនៅពេលយើងចុចហ្នឹងប៉ុន្តែរូបនេះវា preview យឺតដោយសារ computer ខ្ញុំ slow នេះយើងមកយក ID ហ្នឹងយើងមកយក ID ហ្នឹងមកយើង copy វាទៅហើយយើងទៅផាសកន្លែងនេះយើង clear ទៅបើយើងចុចពាក្យ clear ទៅគឺ clear ទៅហើយតែមកយើងមកផាសកន្លែងហ្នឹងយើងចុចពាក្យ start ទៅគឺវានឹងទាញអ្នកដែលចុច like ចុច like រូបភាពអ្នកស្រីនេះដែលមាន ID របស់គាត់មានអ្នកចុច like 312អញ្ចឹងនេះគឺវានឹងទាញទៅទាំងអស់ហើយនៅកន្លែងថ្ងៃខែឆ្នាំកណ្ដាលនេះអ្នកដែលធ្វើការអនឡាញមួយចំនួនហើយអ្នកនេះគាត់នឹងយល់ហើយនឹងយល់ថាបប្រតិបត្តិហេតុអីបានបរទេសថ្ងៃខែឆ្នាំកណ្ដាលរបស់គាត់គឺគាត់បិទអត់ឲ្យឃើញហើយសម្រាប់ខ្មែរយើងអត់បិទទេគឺប្រឡែងចោលទាំងអស់ណាគាត់បើកសូម្បីលេខទូរស័ព្ទរបស់គាត់មិនហាយដែរគឺគាត់បើកចោលទាំងអស់ព្រោះថ្ងៃខែឆ្នាំកណ្ដាលនេះហេតុអីបានគាត់អត់ចង់បិទខ្លាចfriend របស់គាត់ចង់មើលគេហៅគេ birthday គេចង់មើល birthday ថ្ងៃណាខ្លាចគេចូលមកអត់ឃើញហ្នឹងគេអត់បានត្រៀមទុកឲ្យវាអញ្ចឹងណាតែបើសម្រាប់បរទេសគឺអត់ទេអានេះគឺវាជារឿងសម្ងាត់របស់គេដែរសូម្បីតែ friend ណាសូម្បីតែបរទេស friend ក៏គាត់មិនបង្ហាញឲ្យឃើញដែរទោះបីជាកលៈទេសៈបែបណាក៏ដោយគាត់មិនបង្ហាញទេលើកលែងតែថ្មីអានេះគេហៅថាការយល់ដឹងនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលមានស្រាប់នៅលើពិភពលោកយើងហ្នឹងហើយកន្លែង ID វាមានអ្នក like 312មក scan បានតែ230អានេះខ្ញុំអត់តន់ច្បាស់ដែរតែគាត់ថានេះវិធីសាស្ត្ររបៀបយកទេតែបើថាវាយកឲ្យគ្រប់ ID ប៉ុណ្ណឹងខ្ញុំអាហ្នឹងរឿងនេះតើតាក់ទងខាងអ្នកបង្កើត tool ហ្នឹងអញ្ចឹងនេះគឺជាមេរៀនឬក៏បច្ចេកទេសក្នុងការយក ID អ្នកទៅចុច like page like post like profile អូខេសូមបញ្ចប់វីដេអូប៉ុណ្ណេះហើយសូមជួយ subscribe វីដេអូរបស់ខ្ញុំផងដើម្បីទទួលបានព័ត៌មានវីដេអូបន្ថែមទៀតអរគុណច្រើន